បាទសួស្តីថ្ងៃនេះយើងធ្វើវីដេអូពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមត្រីកាបសាមញ្ញតែវីដេអូនេះខ្ញុំបានយកវីដេអូមកពីប្រទេសក្រៅទេមិនមែនប្រទេសកម្ពុជាយើងទេបាទប្រភេទត្រីកាបសាមញ្ញនេះជាប្រភេទត្រីមួយដែលពីមុនមកប្រទេសកម្ពុជាយើងក៏ធ្លាប់ចិញ្ចឹមដែរតែក្រោយមកថាទីផ្សារមិនសូវជាមានអ្នកចូលចិត្តចិញ្ចឹមហើយក៏ម្យ៉ាងវិញទៀតទៅទៅនឹងតម្លៃក៏មិនសូវមានអញ្ចឹងហើយបានជាវិរិយបករយើងផ្លាស់ប្ដូរទៅចិញ្ចឹមត្រីប្រាហើយនឹងពពួកត្រីទីលាប់យ៉ាវិញបានប៉ុន្តែប្រភេទត្រីកាបនេះវាមានផលប្រយោជន៍ច្រើនពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមហើយវាចិញ្ចឹមលឿនពាក់ព័ន្ធជាមួយនឹងចំណីវិញក៏វាងាយស្រួលចិញ្ចឹមដាក់ធម្មជាតិចិញ្ចឹមធំលឿនហើយការទទួលផលក៏ស្រួលបងប្អូនមើលនៅក្នុងវីដេអូនេះយើងអាចទទួលផលបានស្រួលម្យ៉ាងវិញទៀតត្រីកាបសាមញ្ញនេះយើងយកទៅកែច្នៃធ្វើប្រភេទណែមឬក៏ប្រភេទប្រហិតអីបានច្រើនប្រភេទទៀតអញ្ចឹងគួរតែលើកទឹកចិត្តវិរិយបករចិញ្ចឹមត្រីនេះឡើងវិញ